បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះរថយន្ត Depa S05 2027ចាប់ផ្ដើមមានវីដេអូ review ពីប្រទេសចិនហ្នឹងបងប្អូនណាបាទអញ្ចឹងឥឡូវនេះខ្ញុំលើកចំណុចសំខាន់របស់រថយន្តនេះមកបង្ហាញបងប្អូនព្រោះរថយន្តនេះខ្ញុំជឿជាក់នឹងមានទីផ្សារនិងផ្ទុះទីផ្សារប្រទេសកម្ពុជាខ្លាំងតែម្ដងដោយសារតែការ design ផ្នែកខាងមុខនិងផ្នែកខាងក្នុងគឺផ្លាស់ប្ដូរជាច្រើនមែនទែនបងប្អូនបាទដូចជា interior ខាងក្នុងគឺកៅអីពណ៌លែងការ៉ុតទៀតហើយបងប្អូនណាគឺប្រភេទពណ៌បាទសាច់តែម្ដងស្រស់ស្អាត clean ហើយតកតទៅនឹងភ្លើង dim ក៏ថ្មីបាទកន្លែងម៉ាស៊ីនត្រជាក់ក៏ថ្មីនិយាយរួមគឺ Depa S05 2027 design ច្រើនចំណុចដែរបងប្អូនបាទផ្នែកខាងក្នុងបងប្អូនអាចមើលបានតែទៅ interior clean តែម្ដងបាទដូចផ្នែកខាងក្រៅអីបាទគឺមានចំណុចកែប្រែច្រើនមែនតើបងប្អូនសំបីតាដៃទ្វារសំបីតាយ៉ាន់បាទក៏ផ្លាស់ប្ដូរដែរបងប្អូនបាទអញ្ចឹងវីដេអូនេះគឺរៀងវែងបន្តិចដាក់វីដេអូបង្ហាញពេញជូនបងប្អូនបាទដៃទ្វារខាងក្រៅគឺបាទលែងដូចពីមុនហើយបងប្អូនណាលែងលឹបលៀនទៀតហើយដាក់ផ្លៃទ្វារសេរីថ្មីបាទងាយស្រួលមានបញ្ហាមកយើងស្រួលបាទបើកទ្វារបាទអញ្ចឹងការ design ផ្នែកខាងក្រោយដូចជាមិនមានផ្លាស់ប្ដូរច្រើនទេបងប្អូនបាទចង្កៀងអីមួយឆ្នោតដដែលស្អាតដដែលបាទអញ្ចឹងតកតូនទៅនឹងផ្នែកខាងក្រោមអីគេ review មកពេញបាទអញ្ចឹងគេដាក់ខ្សែក្បាត់មកតេស្តមួយសិនមកបាទកញ្ចក់អីកន្លែងម៉ាស៊ីនត្រជាក់ព្រើម៉ាស៊ីនត្រជាក់គឺផ្លាស់ប្ដូរមួយចំនួនដែរបងប្អូនបាទលើង dim អីហើយចកោតបាទ design មកលើកដាក់បានដូចធម្មតានិយាយទៅបរិយាយមិនអស់ទេបងប្អូនបាទរថយន្ត Depa S05 2027នេះបាទផ្លាស់ប្ដូរចំណុចច្រើនមែនទែនដូចជាទំហំអង្គុយមាន2ប្រភេទ rank បាទ rank 520និង rank 620គីឡូម៉ែត្រជាប្រភេទរថយន្តអគ្គិសនីសុទ្ធបាទហើយតកតនៃក្រង់កំសាន្តបាទដូចគ្នានៅដដែលបាទទំហំដដែលដូចជា 15.4 អ៊ីងបងប្អូនបាទអញ្ចឹងអានេះនៅប្រទេសចិនគេទើបតែសម្ពោធថ្មីនេះទេបងប្អូនអញ្ចឹងរំដល់ប្រទេសកម្ពុជាយើងវាអាចចូល3ទៅ4ខែទៀតមកដល់តុងខែ11 12អីនោះបងប្អូនបាទតម្រាំតែមានការនាំចូលមកដល់ទេបងប្អូននឹងមានការ៉ាស់គាត់នាំចូលលឿនជាងបាទអញ្ចឹងតម្លៃក៏ល្អបាទបើបានក្រុមហ៊ុនបានតម្លៃសមរម្យហើយមានការធានាត្រឹមត្រូវតែបើយើងទិញការ៉ាស់វាអាចនឹងតម្លៃធូរថ្លៃជាងអញ្ចឹងបងប្អូនបាទនេះជាការសម្រេចចិត្តរបស់បងប្អូនបាទហើយតើតើនឹងមុខងារជាច្រើននៅផ្នែកខាងក្នុងនេះរៀបរាប់អស់ហើយបងប្អូនបាទ head up display ដដែលបាទមាន slide projector ដដែលបើសិនជា option ultra អញ្ចឹងបើសិនជាមាន option 2 3អាចនឹងតម្លៃទៅតាមនឹងប្រែប្រួលតាមនឹងអញ្ចឹងបងប្អូនបាទអញ្ចឹងតកតងប្រភេទនេះdesign ផ្នែកខាងក្រៅគឺមានកាមេរ៉ាឆ្វេងស្ដាំបន្ថែមទៀតហើយដៃទ្វារក៏ផ្លាស់ប្ដូរបាទហើយតកតងនឹងកញ្ចក់អី ray blind spot ឡើងអីគឺវា full option ដដែលបងប្អូនបាទអានេះជាការបង្ហាញនៅក្នុងអេក្រង់មួយចំនួនអញ្ចឹងបងប្អូនបាទវីដេអូនេះពេញវែងដែរបងប្អូនហើយតកតងនេះគឺ map នៅប្រទេសចិនបងប្អូនគេអាចដាក់ map ដាក់អីបានអញ្ចឹងណាបាទចិនហ្មងដល់យើងគេផ្លាស់ប្ដូរភាសាដាក់អីទៀតបាទនេះគឺជា slide projector បងប្អូនបាទសេរីថ្មីហើយមាន option ជាច្រើនដែលយើងអាចយល់ស្វែងយល់អស់ទេដល់តែกระดาษនាំចូលអញ្ចឹងបងប្អូននេះគឺចំណុចថ្មីមួយចំនួនបងប្អូនឃើញក្នុងវីដេអូហ្នឹងហើយបាទទាំងផ្នែកខាងក្នុងផ្នែកខាងក្រៅគឺ design មកផ្លាស់ប្ដូរច្រើនណាច្រើនចំណុចមែនតើរៀបរាប់អស់ហើយបងប្អូនបាទហើយដូចជាកន្លែងនេះបងប្អូនwireless ហើយជាមួយនឹងសំណាញ់មុខអីហ្នឹងគឺផ្លាស់ប្ដូរបាទច្រើននេះកន្លែងម៉ាស៊ីនត្រជាក់នេះក៏រៀងប្លែកច្រើនដែរបងប្អូនបាទ wireless កន្លែងនេះនិយាយទៅនេះផ្នែកខាងមុខបងប្អូនសំណាញ់មុខក៏ផ្លាស់ប្ដូរដែរបាទនេះ wireless គឺរៀងប្លែកដែរបងប្អូនកន្លែងហ្នឹងចំណុចហ្នឹង wireless វាដបទឹកបាទអញ្ចឹង50វ៉ាត់ដដែលបងបាទ fast charge wireless កន្លែងនេះដបទឹកកន្លែងនេះមានក្រោមបាទពណ៌នេះគឺមានក្រោមអញ្ចឹងបងប្អូនរៀងខុសពីមុនច្រើនដែរបាទអញ្ចឹងនិយាយទៅបើកប្រអប់មកនេះបាទប្រអប់ស្បែកអីពុកអីកន្លែងនេះក៏ដដែលបាទអាចនឹងមាន cool box ឬមួយក៏គ្រាន់តែជាកន្លែងរឹមទេបងប្អូនបាទវាមិនត្រជាក់ខ្លាំងអីទេបាទកន្លែងហ្នឹងយើងមាន USB មាន X-ray សីតុណ្ហភាពដែរបងប្អូនណាបាទអញ្ចឹង option បើសិនជាទៀតការ៉ាស់នាំចូលគេនឹងដាក់ detail មកច្បាស់ឲ្យបងប្អូនបាទតើមានមុខងារអីខ្លះតើថា5 6ចំណុចខ្ញុំរៀបរាប់អញ្ចឹងរៀបរាប់អស់សម្រាប់បងប្អូនទេគាត់ថា design មកគឺស្អាតជាងមុនទៀតបងប្អូននិយាយទៅធ្វើឲ្យតាក់ភ្នែកនិងធ្វើឲ្យផ្ទុះទីផ្សារមែនតើបងប្អូនចេញមក Mazari Depa ធ្វើបានល្អបាទគៀនទ្វារបងប្អូនអាចដៃអីគៀនទ្វារអីគេធ្វើសុវត្ថិភាពជាងមុនច្រើនបងប្អូនបាទគេអត់ធ្វើដូច2026ទេអញ្ចឹងបងប្អូនស្បែកអីគេ design ក៏អី highlight ថ្មីបាទ clean
អញ្ចឹងវាអាចនឹងមានពីរពណ៌ដែរបងប្អូនបាទហើយគេមិនចោលពណ៌ការ៉ុតទេគាត់ថានេះគេ interest ពណ៌ clean ពណ៌សាច់ថ្មីអញ្ចឹងណាបាទឲ្យប្លែកអញ្ចឹងដូច expand និយាយទៅស្តៀង expand កៅអីអូតូបាទ massage ក្តៅត្រជាក់អីមកឆ្ងាញ់ផ្ដេកផ្ដួលអីបាទ relax មកឈុតពេញដដែលបងប្អូនណាបាទអញ្ចឹងមកអែមតែម្ដងបាទចំណុចពិសេសជាច្រើនញាត់បញ្ចូល Depa S05 នេះគេវាស់ប្រវាយវាស់អីយើងមើលអញ្ចឹងណាមកផុតខ្លួនបងប្អូនសម្រាប់ relax អី relax បានសម្រាប់លេងអីឡានអគ្គិសនីមានចំណុចហ្នឹងបងប្អូនណាបច្ឆេះចោលក៏វាមិនអស់ថ្មអស់ភាគរយអីច្រើនដែរបាទកម្ពស់អីគឺវាមកខ្ពស់ល្មមបាទដំបូលបើកអីហ្នឹងគឺនៅដដែលបងណា Sky View អីដដែល Panorama ចំណុចនេះមានអីឆក់មានស្អីណាទៀតដែរបាទគេញាប់បញ្ចូលបន្ថែមច្រើននិយាយទៅដើម្បីឲ្យបងប្អូនទិញទៅអស់លុយទៀតដែរបាទហើយតម្លៃវាអាចនឹងមិនលើសគ្នាច្រើនបើលើសគ្នាច្រើនពេកក៏បងប្អូនយើងអត់ទិញដែរបាទអញ្ចឹងវាអាចតុង20ជាង20ជាងបងប្អូនអញ្ចឹងនេះកន្លែងនេះដាក់ទូរស័ព្ទដាក់អីទៀតបងប្អូនណាបាទអញ្ចឹងអែមដែរបងប្អូននៅតែខ្ញុំជឿជាក់ថានៅតែផ្ទុះនឹងមានទីផ្សារបាទកញ្ចក់ក្រាស់2ជាន់បាទទិន្នជាកណ្ដាលខាងក្រោយបាទមាន USB Type C ហើយ clean ស្អាតឡានអគ្គិសនីគឺនៅតែអែមបងប្អូននិយាយទៅកន្លែងនេះបាទដបទឹកដបអីសម្រាប់អ្នកអង្គុយផ្នែកខាងក្រោយមិនចង្អៀតពេកឡាន Sport design មកគឺស្អាតកម្លៀតអង្គុយមកទូលាយបាទ space អីផ្នែកខាងក្រោយអីអែមបងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវការគ្រឿងតុបតែងរបស់ Depa S05 2026 2027នេះបាទលេងមួយឈុតពេញអាចមកលេងនៅ EV Collection បានបងប្អូនបាទតែនេះតែតម្លៃជូនបងប្អូនតែម្ដងហើយ accessory មក50សម្បូរបែបបងប្អូនបាទចឹងមានចំណុចណាខ្វះខាតអីមួយចំនួនផ្សេងទៀតខ្ញុំនឹងនាំចូលបន្ថែមទៀតសម្រាប់គ្រប់គ្រងបងប្អូនយើងបាទហើយនឹងមានតម្លៃពិសេសជូនបងប្អូនហើយអវ៉ាន់ទៅលើគុណភាពបងប្អូនណាបាទ